ជួយហាសើខ្ញុំសើបាន7 3ឆ្នាំហ្នឹងដោយសារយកអត់បានសើថែដែរដោយសារអត់សើមានគ្នាហើយក៏អត់បានទៅបុយស្ងាយបុយស្មៅអីទេបាញ់ឆ្នាំអីក៏បានដែរហើយបានប៉ុណ្ណឹងគិតថាក្រនេះនេះដោយសារទឹកពេកបើសិនជាអត់សើមានទឹកអីយើងម៉ាស៊ីនច្រូតទៅយើងបានច្រើនដែរប៉ុន្តែដោយសារទឹកទៅវាក្រាបនឹងទឹកចិត្តពាក់កណ្ដាលអញ្ចឹងវាបានប៉ុណ្ណឹងហើយឆ្នាំបាន13ជាងដែរឆ្នាំហ្នឹងបាន7 3ទេហើយយើងហាស្រូវបដាយើងមើលកូនបដាដោយសារតែមានអ្នកមើលអញ្ចឹងហើយអូនខ្ញុំទុកនឹងឃើញខ្ញុំដាក់នៅចិត្តទ្វារព្រោះអើតមើលគាត់ណាអត់សូវហ៊ានទៅឆ្ងាយអញ្ចឹងអត់ហ៊ានដាក់នៅក្នុងផ្ទះទេហើយស្រូវនឹងអត់ហ៊ានលើកទាំង3ទេលោកអើយកើបម្ដងតិចដែរហើយកើបបានតែ3ទេអញ្ចឹងយើងម្លេចហាលតិចទៅហើយអត់មានអ្នកនៅមើលពេលអញ្ចឹងទៅអត់សូវហ៊ានហាលច្រើនទេខ្លាចសាតតន់ណាខ្លាចភ្លៀងហ្នឹងហើយហើយមានអីទេនៅស្រុកស្រែមានតែប៉ុណ្្នឹងឯងធ្វើស្រែមើលកូនស្ត្រីបីផ្ទះធ្លាប់ទៅធ្វើការដល់ខែប្រាក់ខែចូលដល់ពេលឥឡូវអត់មានប្រាក់ខែចូលទេអញ្ចឹងមានតែធ្វើស្រែលេគ្នាហើយមិនមែនជំនាញអ្នកស្រែណាខានធ្វើស្រែជិត20ឆ្នាំឯនេះធ្វើការចេញពីស្រុកមកដល់ធ្វើស្រែទេចេញពីស្រុកតាំងពី2007ទៅសៀមរាបមើលសៀមរាប2007ទៅអង្គរជុំបាន2ឆ្នាំមកសៀមរាបរៀនរហូតធ្វើការនៅសៀមរាបទៅមកសួងកាឆ្នាំ2023ហ្នឹងហើយ2023ខែ6មកធ្វើការបាន1ឆ្នាំក៏ឈប់ទៅហ្នឹងហើយគេសួរថាស្ដាយការងារអត់ស្ដាយការងារធនាគារការងារដែលខ្ញុំឆ្លាញ់បំផុតតាំងពីទូចមកនិយាយទៅខ្ញុំព្យាយាមខ្ញុំ apply ទៅខ្ញុំធ្វើជាបុគ្គលិក trainee 7-8 ខែហើយខ្ញុំ apply ទៅធនាគារណាដែលមានបុគ្គលិក trainee អញ្ចឹងហើយប្រាក់ខែតែ70-60រៀលអីទេធ្វើការកាលហ្នឹងហើយសុំពុកទិញម៉ូតូកាចាស់មួយជិះដើម្បីទៅធ្វើការកាលហ្នឹងតស៊ូណាម្នាក់ឯងធ្វើមិនក៏ដោយឲ្យតែបានការងារធ្វើក្រោយមកធ្វើការនៅនឹងបានតាំងខ្ញុំធ្វើការនៅ WB កាលមុនជា Vision Fund ណាធ្វើការស្រួលណាស្ថាប័នហ្នឹងហើយបុគ្គលិកក៏ល្អដែរស្លាករបស់បងប្អូនអញ្ចឹងកាលខ្ញុំកាន់ស្រីស្នំណាធ្វើការនៅនឹងបានយូរគួរសមដែរបន្ទាប់មកក៏នឹកឃើញថាចង់រៀនបន្ថែមក៏មកក្នុងខេត្តដោយសារកាលហ្នឹងឆ្ងាយយើងជិះម៉ូតូមកសៅរ៍អាទិត្យមកសៀមរាបខ្ញុំធ្វើនៅស្រុកស្រីស្នំព្រំបតលខេត្តប្រទេសមានដល់មានជ័យតមក2019ធ្វើការនៅសៀមរាបបាន1ឆ្នាំខាង auditor ខាងម៉ាតខាងក្រុមហ៊ុនឯកជននៅសៀមរាបបន្ទាប់មកក៏ apply ចូលទៅធនាគារកណ្ដាលយ៉ាហ្នឹងហើយចូលកណ្ដាលយ៉ាបានដូចជា74ឆ្នាំដែរ3ឆ្នាំ74ឆ្នាំអូយដូរភើសិនច្រើនណាស់នៅតែ DVM ហើយ BM ហើយ supervisor អត់តាន់បានធ្វើ